គ្នាថ្ងៃនេះគឺនាំអារម្មណ៍អ្នកនរគ្នាទៅទស្សនាប្រាសាទបាគងជាមួយខ្ញុំហើយថ្ងៃនេះយើងមកនេះរៀបថែតាមតកែជើងអត់សូវមានមនុស្សមកទេអញ្ចឹងយើងចូលទៅគឺតែឯងហ្មងចាំខាងឥឡូវគឺយើងមកដល់ច្រកចូលប្រាសាទបាគងហើយនេះនៅសងខាងដៃរបស់ខ្ញុំនេះគឺមានរូបប្រកាន់ដៃនេះហើយនេះទាំងអស់ហ្នឹងគឺបានខូចខាតហើយមកមិនឃើញអញ្ចឹងគេក្បាល7ទៀតណានេះនៅដងខ្លួនបន្តិចនៅក្បាលបន្តិចយើងមើលឃើញណាបងប្អូនគ្នាគូទឹកនៅព័ទ្ធជុំវិញប្រាសាទបាគងយើងនឹងអញ្ចឹងនៅប្រាសាទបាគងគឺមានគូទឹកព័ទ្ធជុំវិញអញ្ចឹងណាមិនជុំវិញផ្លូវចូលអត់កន្លែងផ្លូវចូលយើងទេអញ្ចឹងតើឥឡូវយើងចូលទៅមើលខាងក្នុងទៀតតើមានអីពិសេសខ្លះហើយអ្នកនរគ្នាពេលដើរកាន់តាគៀកចូលប្រាសាទបាគងរបស់យើងមានអារម្មណ៍ស្អាតខ្លាំងមែនទែនដោយសារតែយើងមកទៅចង់ថាដូចមានមួយចឹងស្ដាប់មានមួយចឹងមានប្រាង្គកណ្ដាលទៅមួយចឹងមើលទៅថ្លៃចម្លែកឲ្យស្អាតហើយមកប្រាសាទសង់លើខឿនច្រើន5ជាន់នេះសង់លើខឿន5ជាន់ហើយមានប្រាង្គមួយនៅខាងលើហ្នឹងចឹងចាំដល់ខាងលើប្រាសាទបាគងមានចម្លាក់អីស្អាតៗអត់យើងទៅមើលទាំងអស់គ្នាដោយសារតែភាគច្រើនយើងឃើញថាសំណង់ប្រាសាទហ្នឹងគឺសុទ្ធតែជាថ្មភក់ចាំដល់តែមានចម្លាក់ច្រើនលើអត់ទេតែយើងមកទស្សនាអើយស្អាតអ្នកនរគ្នាឃើញហើយនេះគឺកម្មចនាដែលយើងឡងទៅចំឡើងណាប៉ុន្តែជាន់ទី1នេះយើងឃើញទម្រង់របស់វាគឺមានរាងដូចជាហៅថាស្ទាប់ការឈូកនេះតែកាត់ឡើងហើយនេះកម្មចនាយើងនៅធម្មតាហ្នឹងឯងចានេះមកដល់ជាន់លើនៃប្រាសាទបាគងរបស់យើងហើយចឹងនៅទីនេះគឺមានរូបចម្លាក់មកផ្ទាំងតែរូបចម្លាក់គឺតកតងជាមួយនឹងសាច់រឿងកថាយើងដែរខ្ញុំភ្លេចសាច់រឿងប៉ុន្តែដឹងថារូបនេះគឺជារូបបងប្អូនទាំង5នាក់ធ្វើអីដើម្បីយកអីនេះភ្លេចឲ្យឆឹងចឹងបើសិនជាអ្នកដែលបានមើលវីដេអូខ្ញុំហើយចេះសាច់រឿងហ្នឹងជួយចែករំលែកផងព្រោះពិបាករកពេលខ្លះគឺបាក់ឯកសារការស្រាវជ្រាវខ្លាំងមែនទែនហើយខ្ញុំដឹងថានេះបងប្អូន5នាក់ជាមួយនឹងរូបអីមួយទៀតខ្ញុំភ្លេចបាត់កម្ដងហើយមានចម្លាក់ខ្លះដែរនេះនៅសាច់ចម្លាក់តិចៗប៉ុន្តែដឹងថាជារូបអីនេះមកយកនេះដោយសារតែមកគឺសងតែឃើញអស់ហើយនិយាយទៅគឺភាសានោះគឺអត់សូវមានការចម្លាក់ច្រើនទេចាចឹងអ្នកនរគ្នាឥឡូវគឺខ្ញុំបានមកដល់ខាងលើនៃប្រាសាទបាគងហើយគឺនៅច្រកខាងកើតយើងតែម្ដងចឹងនេះគឺជាប្រាង្គកណ្ដាលដែលយើងបានឃើញពីក្រៅមកចឹងណាចឹងប្រាង្គកណ្ដាលនេះយើងឃើញមានរូបទេវៈមួយអង្គដែរតែវាត្រូវបានខូចខាតតែនៅសល់តែកណ្ដាលទៅលើបាត់មកខាងក្រោមចឹងខ្ញុំក៏ហ៊ាននិយាយក៏សឹងថាជាទេវៈដែរវាលោកខុសទៅពិបាកតែនៅតែអ្នកនរគឺខុសដូចគ្នាចឹងឥឡូវយើងទៅមើលច្រកខាងទឹកផ្សេងទៀតតើមានរូបអីដែរនៅល្អស្អាតអីចែករំលែកដល់បងប្អូនអត់មកដល់ជ្រុងខាងត្បូងនៃប្រាសាទបាគងយើងហើយគឺអត់មានអីទាំងអស់មានប៉ុន្តែគឺត្រូវបានខូចខាតដូចឃើញចឹងគឺយើងនៅសល់តែថ្មទេថ្មបាត់ចម្លែកអស់ហើយឥឡូវគឺយើងមកជ្រុងខាងលិចវិញម្ដងអូចានេះអ្នកនរគ្នាមកដល់ជ្រុងផ្នែកខាងលិចហើយយើងងាកមើលហោជាងរបស់យើងទៅគឺយើងឃើញនៅមានរូបចម្លាក់ដែលយើងមើលឃើញតទៅជាមួយនឹងរូបព្រះវិស្ណុទុំលើនេះមែនទេបងព្រះវិស្ណុលើនេះអីប្រអត់តាមប៉ុន្តែនៅមើលទៅគឺនៅមានទ្រង់ទ្រាយឲ្យយើងដឹងថាតើជារូបទេពអង្គណាអង្គណាឥឡូវនៅសំមកទឹកទៀតបាត់លើសំមកទឹកទៀតគឺនៅទឹកខាងជើងតាមមានចម្លាក់រូបគេសិនជាអ្នកនរគ្នាដឹងលើពីខ្ញុំទៀតអាចចែករំលែកបន្តទៅបានជាពិសេសគឺបងប្អូនតែខ្ញុំម្ដងតែគេជាច្រើននៅទឹកខាងជើងមួយចម្លាក់នៅខាងជើងមួយទៀតក៏យើងឃើញនៅមានទ្រង់ទ្រាយខ្លះៗដែរនោះមានរូបតាមអ្នកដឹងណាគឺរូបព្រះអ្នកវាត្រូវព្រួយហើយបានទៅហៅថាភាសាតែកតែថាមិនអត់ទៀតឈឺហើយឈឺបណ្ដោយអត់ទៀតព្រះសង្ឃនេះអត់ទៀតចាអញ្ចឹងវាឈួនទៅដូចជាអ្នកនឹងដូចជាស្អីហនុមានតារោឆ្នាំរកអីពីភ្នំអីណាខ្ញុំភ្លេចឲ្យអត់ចាំអីចឹងយើងចេះបណ្ដាញចែករំលែកប៉ុណ្ណឹងអញ្ចឹងនេះគឺជាទស្សនវិជ្ជាទូទៅដែលខ្ញុំចូលពីលើទៅដែលអ្នកនរគ្នាឃើញអញ្ចឹងគឺនៅខាងក្រោមគឺមានប្រាង្គនៅជុំវិញប្រាសាទបាគងក្នុងតែម្ដងដែលយើងធ្វើពីដីឥដ្ឋមកប្រាង្គដាច់អញ្ចឹងមកហើយនៅខាងមុខនេះវិញទៀតបើយើងមើលពីទៅខាងកើតយើងសង្កេតឃើញមានមកអីបងឃើញមានអីឃើញមានបណ្ណាល័យសងខាងអបក្របជាមួយនឹងផ្លូវចូលរបស់យើងគឺបណ្ណាល័យទាំងពីរនោះគឺខូចខាតហើយនៅសងខាងនេះខ្ញុំមិនដឹងថាគេហៅថាអីដែរទៅមកសងខាងបណ្ណាល័យហើយនេះភាសារបស់យើងគឺបែបហ្នឹងតែគាត់ឃើញអញ្ចឹងហើយនៅចំខាងលើនេះនៅសងខាងគឺមានប្រាង្គទៅក្នុងទៀតនៅប៉ាត់ជាមួយទាំងអស់ហ្នឹងឯងហើយយើងឃើញមានរូបតោនៅតាមផ្លូវចូលរបស់យើងគឺមានរូបតោញីតោឈ្មោះតោគ្នាដឹងអត់ញីតោឈ្មោះនេះគេមានវិធីចំណាំមកគេអត់ហើយបាត់កតុយនេះតោបាត់កតុយនេះតោវាទៅតោបាត់បន្តិចតោឥឡូវយើងរៀបចំទៅវិញណាឥឡូវខ្ញុំរៀបចំទៅក្រោមនេះតែខ្ញុំចាប់តាមច្រកខាងលិចទៅខាងលិចស្មានតែមានតែតោដល់ចាំមកតាមឃើញមានដំរីដែរនៅតាមជ្រុងសងខាងនៃចានរបស់យើងថ្នាក់របស់យើងណាគឺមានរូបដំរីដែរប៉ុន្តែខូចខាតអស់ហើយអ្នកនរគ្នាមិនទៅយើងថាបាត់ក្បាលបាត់កតុយអស់ហើយគឺនៅតែដល់ខ្លួនហ្នឹងឯងដំរីជ្រុងសងខាងរបស់យើងណាចាអ្នកនរគ្នាឥឡូវខ្ញុំចេញមកដល់ចាប់ដល់ច្រកខាងលិចរបស់យើងហើយចឹងនៅច្រកខាងលិចរបស់យើងគឺយើងឃើញមានរូបព្រះ
កោមួយចាអ្នកប្រាកោមួយនៅខាងក្រៅហ្នឹងក៏ប៉ុន្តែខាងក្រៅគឺខ្ញុំមានឃើញរូបប្រាកោដែរប៉ុន្តែវាត្រូវបានខូចខាតតែនៅខាងនេះគឺនៅទម្រង់ល្អជាងចឹងហើយបើខ្ញុំយករូបភាពនៅខាងនេះចេញទៅកាន់បងប្អូនទៅហើយនេះប្រាំងខ្ញុំបានថតពីលើមុនហ្នឹងហើយឃើញថាផ្ដាច់គឺនៅល្អច្រើនប្រាំងនៅខាងក្រៅផ្ដាច់គឺនៅមានសភាពល្អច្រើនខ្ញុំមើលទៅគឺនៅឃើញមានផ្ដាច់ស្អាតខ្លាំងមែនទេនៅខាងនោះខាងនេះដូចគ្នាចឹងវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងដែរអ្នកនរគ្នាអរគុណសម្រាប់ការតាមដានហើយបើសិនជាមានអ្វីល្អៗលើពីនឹងទៀតដឹងលើពីនឹងខ្ញុំវីដេអូខ្ញុំទៀតសូមកុំភ្លេចចែករំលែកទៅកាន់បងប្អូនដែលគាត់មកម្លេងនៅប្រាសាទបាគងនេះផងចឹងអរគុណជួបគ្នាវីដេអូក្រោយទៀតបាយបាយ